កាពីយូរលង់ណាស់មកហើយមាននគរមួយដែលប្រជាជនផ្លាស់ប្ដូរស្ដេចជារៀងរាល់ឆ្នាំអ្នកដែលខ្លាចជាស្ដេចត្រូវតែយល់ព្រមតាមកិច្ចសន្យាថាគាត់នឹងត្រូវបញ្ជូនទៅកោះមួយបន្ទាប់ពីអាណត្តិមួយឆ្នាំរបស់គាត់ជាស្ដេចមួយអង្គបានបញ្ចប់អាណត្តិរបស់គាត់ហើយដល់ពេលដែលគាត់ត្រូវកោះនោះហើយរស់នៅទីនោះប្រជាជនបានស្លៀកពាក់ឲ្យគាត់នៅសម្លៀកបំពាក់ថ្លៃហើយដាក់គាត់លើដំរីមួយហើយនាំគាត់ដើរជុំវិញទីក្រុងដើម្បីលាប្រជាជនទាំងអស់នេះគឺជាពេលវេលានៃភាពសោកសៅសម្រាប់ស្ដេចទាំងអស់ដែលបានសោយរាជ្យមួយឆ្នាំបន្ទាប់ពីនិយាយលាគ្នាហើយប្រជាជនបាននាំស្ដេចដោយទុកទៅកោះដាច់ស្រយាលមួយហើយទុកគាត់នៅទីនោះនៅពេលត្រឡប់មកវិញពួកគេបានរកឃើញកប៉ាល់មួយដែលបានលេចថ្មីនេះពួកគេបានឃើញបុរសវ័យក្មេងម្នាក់ដែលបានរស់រានមានជីវិតដោយកាន់ឈើអណ្ដែតដោយតោងឈើអណ្ដែតដោយសារពួកគេត្រូវការស្ដេចថ្មីពួកគេក៏បានជួយលើកបុរសវ័យក្មេងនោះហើយនាំគាត់ទៅប្រទេសរបស់ពួកគេបានស្នើសុំឲ្យគាត់ធ្វើជាស្ដេចរយៈពេល1ឆ្នាំបុរសវ័យក្មេងនោះឆ្លាតវៃណាស់ប្រជាជនបានប្រាប់គាត់អំពីច្បាប់និងបទបញ្ញត្តិទាំងអស់ហើយថាគាត់នឹងត្រូវបញ្ជូនទៅកោះមួយបន្ទាប់ពី1ឆ្នាំដំបូងឡើយគាត់បដិសេធប៉ុន្តែក្រោយមកគាត់យល់ព្រមធ្វើជាស្ដេចបន្ទាប់ពី3ថ្ងៃនៃការធ្វើជាស្ដេចគាត់បានសួររដ្ឋមន្ត្រីឲ្យបង្ហាញគាត់នៅកោះដែលស្ដេចផ្សេងទៀតត្រូវបានបញ្ជូនទៅពួកគេយល់ព្រមហើយនាំគាត់ទៅកាន់កោះនោះត្រូវបានគ្របដណ្ដប់ដោយព្រៃក្រាស់ហើយសំឡេងសត្វត្រូវបានឮចេញពីក្នុងនោះជាច្រើនស្ដេចបានចូលទៅខាងក្នុងបន្តិចដើម្បីពិនិត្យមិនយូរប៉ុន្មានគាត់បានរកឃើញសាកសពស្ដេចទាំងអស់ដែលបានស្លាប់គាត់យល់ថាភ្លាមនៅពេលដែលពួកគេត្រូវបានទុកចោលនៅលើកោះនោះសត្វបានមកខំសម្លាប់ពួកគេស្ដេចបានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញហើយប្រមូលកម្មករខ្លាំង100នាក់គាត់បាននាំពួកគេទាំងនោះទៅកោះនោះហើយណែនាំឲ្យពួកគេសម្អាតព្រៃនិងយកសត្វដែលនៅរស់និងងាប់ទាំងអស់ចេញហើយកាប់ដើមឈើដែលលើសពីវាទាំងអស់គាត់នឹងទៅលេងកោះនោះជារៀងរាល់ខែដើម្បីមើលថាតើការងារកំពុងរីកចម្រើនយ៉ាងដូចម្តេចនៅខែដំបូងសត្វទាំងអស់ត្រូវបានយកចេញហើយដើមឈើជាច្រើនត្រូវបានកាប់នៅខែទី2កោះទាំងមូលត្រូវបានសម្អាតបន្ទាប់មកស្ដេចបានប្រាប់កម្មករឲ្យដាំសួនច្បារនៅផ្នែកផ្សេងនៃកោះគាត់ក៏បានយកសត្វដែលមានប្រយោជន៍មួយចំនួនដូចជាមាន់ទាបក្សីពពែនិងគោជាដើមនៅខែទី3គាត់បានបញ្ជាឲ្យកម្មករកសាងសង់ផ្ទះធំនិងស្ថានីយចតសម្រាប់កប៉ាល់ក្នុងរយៈពេល1ខែកោះនោះបានប្រែទៅជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតយឺតកប៉ាល់ដែលឆ្លងកាត់ទីនោះចាប់ដើមឈប់នៅទីនោះហើយមនុស្សចាប់ដើមមកលេងនៅទីនោះបន្ទាប់ពីមួយរយៈមកមនុស្សមួយចំនួនបានចាប់ដើមរស់នៅទីនោះហើយទីក្រុងតូចមួយដ៏ស្រស់ស្អាតក៏ត្រូវបានបង្កើតឡើងនៅទីនោះបន្ទាប់ពី1ឆ្នាំនៅពេលដែលដល់ពេលដែលស្ដេចត្រូវចាក់ចេញពីនគររបស់គាត់ប្រជាជនស្លៀកពាក់ឲ្យស្ដេចហើយដាក់គាត់នៅលើដំរីមួយដើម្បីនាំគាត់ដើរជុំវិញប្រទេសដើម្បីលាអ្នកដទៃទោះជាយ៉ាងណាក៏ដោយស្ដេចពិតជាសប្បាយចិត្តក្នុងការចាក់ចេញពីនគរប្រជាជនបានសួរគាត់ថាស្ដេចផ្សេងទាំងអស់នឹងយំនៅពេលនេះហេតុអ្វីបានជាព្រះអង្គសប្បាយចិត្តម្ល៉េះស្ដេចឆ្លាតវៃបានឆ្លើយថាអ្នកនឹងដឹងឆាប់នេះនៅពេលដែលប្រជាជនទៅដល់កោះនោះជាមួយស្ដេចពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញកោះនោះត្រូវបានប្រែក្លាយទៅជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតជាមួយនឹងគ្រឿងបរិក្ខារគ្រប់ប្រភេទហើយមនុស្សមកពីគ្រប់ទិសទីបានមកលេងទីនោះសូម្បីតែនគររបស់ពួកគេក៏មិនស្រស់ស្អាតដូចនោះដែរ
នៅឃើញពួកគេទាំងអស់គ្នាភ្ញាក់ផ្អើលស្ដេចញញឹមហើយនិយាយថាអ្នកកំពុងសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំសប្បាយចិត្តរដ្ឋមន្ត្រីនិងប្រជាជនទាំងអស់នៃរដ្ឋបានឃើញថាតើពួកគេអាចរកស្ដេចដែលមានប្រាជ្ញានិងចក្ខុវិស័យបែបនេះនៅណាទៀតហេតុអ្វីមិនធ្វើឲ្យគាត់ខ្លាចជាស្ដេចរបស់យើងជារៀងរហូតពួកគេបានអធិដ្ឋានដល់ស្ដេចឲ្យខ្លាចជាស្ដេចរបស់ពួកគេជារៀងរហូតដំបូងឡើយស្ដេចមិនទទួលយកទេប៉ុន្តែតាមសំណើដដែលរបស់ពួកគេស្ដេចយល់ព្រមដូច្នេះហើយគាត់ក៏បានខ្លាចជាស្ដេចនៃនគរនោះហើយនៃកោះដ៏ស្រស់ស្អាតនោះជារៀងរហូតខ្ញុំតែងតែគិតអំពីអនាគតហើយបានរៀបចំផែនការសម្រាប់វាខ្ញុំបានប្រែកោះនោះពីកោះដែលគ្រោះថ្នាក់ទៅជាកន្លែងដ៏ស្រស់ស្អាតសម្រាប់ខ្ញុំដែលខ្ញុំអាចស្នាក់នៅដោយសន្តិភាពខ្ញុំសប្បាយចិត្តសម្រាប់ហេតុផលនេះខណៈពេលដែលស្ដេចផ្សេងទៀតទាំងអស់បានបាត់បង់ជីវិតនៅក្នុងភាពប្រណិតនៃនគរ